ឆ្នាំហើយម៉ែអើយកូនមកស្រុកគេមកស្រុកកូរ៉េដើម្បីជីវភាពយើងល្អគ្រួសារយើងកសត់កូនមកធ្វើជាពលករព្រោះតែភាពក្រកូនត្រូវឃ្លាតពុកឃ្លាតម៉ែរស់នៅស្រុកគេម៉ែអើយមិនដូចស្រុកយើងគេជុំបងប្អូនតែកូនកងព្រាឯកាពេលនឹកម្ដងកូនលួចស្រក់ទឹកនេត្រាដើម្បីគ្រួសារយ៉ាងណាក៏កូនស៊ូទ្រាំអូខំធ្វើការដើម្បីពុកម៉ែបានសុខសូមលោកកុំព្រួយកូនមួយទៅឃ្លាតឆ្ងាយស្រុកមិនឲ្យម៉ែពុកលំបាំងចិត្តព្រោះរូបកូនរស់នៅស្រុកគេម៉ែអើយមិនដូចស្រុកយើងគេជុំបងប្អូនតែកូនកងព្រាឯកាពេលនឹកម្ដងកូនលួចស្រក់ទឹកនេត្រាដើម្បីគ្រួសារយ៉ាងណាក៏កូនស៊ូទ្រាំអូកូននឹងតស៊ូខំធ្វើការដើម្បីពុកម៉ែបានសុខសូមលោកកុំព្រួយកូនមួយទៅឃ្លាតឆ្ងាយស្រុកមិនឲ្យម៉ែពុកលំបាំងចិត្តព្រោះរូប